សួស្តីបងប្អូនអរគ្នាចាឥឡូវនេះគឺយើងក៏លេចមកមើលវាខ្សាច់វិញម្ដងចាវាខ្សាច់នៅប្រទេសឌូបៃគឺវាធំចាធំមែនទេបងប្អូនចាប៉ុន្តែគឺមានការទាក់ទាញខាងផ្នែកទេសចរដែលមានការជីអូតលេងឬក៏ចាប់ពេលយប់ឡើងគឺមានការសម្ដែងសូរចាជាសៀកឬក៏ជាការសម្ដែងសិល្បៈនានាដល់ភ្ញៀវទេសចរទស្សនាទៀតចាមុនពេលគេចាប់ផ្ដើមសម្ដែងសូរគឺគេមានរៀបចំជាអាហារសម្រន់ដូចជាបង្អែមឬក៏នំនែកផ្សេងៗឲ្យយើងញ៉ាំកំដរក្នុងពេលដែលយើងមើលបណ្ដាគឺយើងញ៉ាំបណ្ដាហើយបន្ទាប់មកក្រោយពីការសម្ដែងសូរចប់គឺមានការរៀបចំជាអាហារប៊ូហ្វេជូនភ្ញៀវទស្សនាទៀតចាការរៀបចំបងប្អូនចាមិនត្រឹមតែមានការសម្ដែងសូរទេគឺមានតាំងអនុស្សាវរីយ៍ចាសម្រាប់បងប្អូនជាភ្ញៀវដែលគាត់ចាឃើញហើយគឺក៏អាចជាទិញសម្រាប់ជាវត្ថុអនុស្សាវរីយ៍ត្រឡប់មកផ្ទះវិញដែរចានេះយើងដើរទៅយកអាហារសម្រន់ចាញ៉ាំបណ្ដាមើលគេបង្ហាញសូរបណ្ដាចាជាបង្អែមដែលគេរៀបចំជូនយើងចាអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នាវីដេអូបន្តទៀតអរគុណច្រើនបាយបាយ